នៅលើកុំព្យូទ័ររបស់បងប្អូនពេលដែលបងប្អូនចូលទៅក្នុងកម្មវិធី Microsoft Office Word បាទវាចេញជា row column បែបនេះបាទឧទាហរណ៍ដូចជាអត្ថបទរបស់ខ្ញុំនេះពេលដែលខ្ញុំវាយអត្ថបទទៅវាចេញជា row មួយផ្ទាត់បាទចេញជាបន្ទាត់អញ្ចឹងវាធ្វើឲ្យយើងពិបាកមើលអត្ថបទរបស់យើងវាអត់ស្អាតបាទជាការស្មុគស្មាញមួយក្នុងការមើលបាទអញ្ចឹងដូចជាខ្ញុំឧទាហរណ៍ហើយយើងវាយអត្ថបទទៅវាចេញជាបន្ទាត់អញ្ចឹងដែរបាទអញ្ចឹងវិធីសាស្ត្រដែលយើងអាចធ្វើឲ្យបាត់បន្ទាត់ហ្នឹងតើយើងធ្វើយ៉ាងម៉េចបាទអញ្ចឹងបងប្អូនចូលទៅក្នុងកម្មវិធី Microsoft Office Word របស់បងប្អូនមកបាទបន្ទាប់មកដល់កន្លែងនេះឥឡូវខ្ញុំឧទាហរណ៍ខ្ញុំវាយអត្ថបទអញ្ចឹងណារួចហើយខ្ញុំ enter ទៅវានៅជាប់ជា row បែបហ្នឹងបាទបងប្អូនឃើញទេបាទអញ្ចឹងដើម្បីយើងធ្វើឲ្យបាត់បន្ទាត់ជា row បែបហ្នឹងបងប្អូនត្រូវចូលទៅកន្លែង file នៅខាងលើនេះបាទបងប្អូនចូលកន្លែង file ហ្នឹងមកបាទរួចហើយបងប្អូនត្រូវ scroll ចុះទៅក្រោមបាទ scroll ចុះទៅរកពាក្យថាoption បាទបងប្អូនចុចកន្លែងពាក្យ option ហ្នឹងមកបាទបន្ទាប់មកដល់កន្លែងនេះវាចេញនៅ dialog នេះមួយទៀតបងប្អូនត្រូវចូលទៅកន្លែងadvanced បាទបងប្អូនចូល advanced ហ្នឹងមកបាទរួចហើយនៅខាងស្ដាំនេះបងប្អូនអាច ទាញ scroll ចុះមកក្រោមមកបាទទាញ scroll ចុះមកក្រោមបងប្អូនត្រូវចូលទៅរកពាក្យថាshow document content បាទបងប្អូនចូលកន្លែងហ្នឹងមករួចហើយបងប្អូនទៅដោះ text ក្នុងប្រអប់នេះបាទ show text boundary បាទបងប្អូនចុចលើប្រអប់ហ្នឹងមួយមកបាទរួចហើយបងប្អូនចុចកន្លែង OK នៅខាងក្រោមបាទពេលនេះគឺវាបាត់នៅបន្ទាត់ជា row ដូចបាញ់ហើយបាទយើងឧទាហរណ៍យើងវាយមើលទៀតទៅវាឡើងចេញហើយបាទអញ្ចឹងវីដេអូមានតែប៉ុណ្ណេះសម្រាប់ចែកម្លែកទៅដល់បងប្អូនអរគ្នាបាទសម្រាប់អ្នកថ្មីដែលគាត់អត់ទាន់បានដឹងបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ